យឧត្តមពេញពូនីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាងនិងស្រុកកោះធំបានអញ្ជើញចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកសុខាភិបាលនិងសួរសុខទុក្ខអ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីរពេទ្យតេជោសានកោះធំនាព្រឹកថ្ងៃអាទិត្យទី6ខែកញ្ញាឆ្នាំ2025ឯកឧត្តមពេញពូនីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាងនិងស្រុកកោះធំបានអញ្ជើញចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកសុខាភិបាលនិងសួរសុខទុក្ខអ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីរពេទ្យតេជោសានកោះធំដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ21ភូមិកំពង់ស្វាយក្រោមឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្ដាលដោយមានការចូលរួមពីឯកឧត្តមលោកជំទាវដែលជាក្រុមការងារចូលមូលដ្ឋានស្រុកស្អាងនិងស្រុកកោះធំថ្នាក់ដឹកនាំនិងបុគ្គលិកនៃមន្ទីរពេទ្យតេជោសានកោះធំព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឯកឧត្តមប្រធានអញ្ជើញចុះពិនិត្យស្ថានភាពមន្ទីរពេទ្យតេជោសានកោះធំនាថ្ងៃនេះដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែងទូទៅរបស់មន្ទីរពេទ្យទាំងបុគ្គលិកមន្ទីរពេទ្យការផ្ដល់សេវាថែទាំនិងចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យតេជោសានកោះធំព្រមទាំងជំរុញការបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ឆ្លៀតក្នុងឱកាសនេះឯកឧត្តមប្រធានក៏បាននាំយកថវិកាមួយចំនួនជូនដល់ស្ត្រីឆ្លងទន្លេនិងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ផងដែរគូបញ្ជាក់ថាមន្ទីរពេទ្យតេជោសានកោះធំត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី13ខែមីនាឆ្នាំ2024ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមន្ទីរពេទ្យនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី7ខែមករាឆ្នាំ2022នៅលើផ្ទៃដីប្រមាណ 1.30 ហិកតាក្នុងនោះមានអគារថ្មីចំនួន3ខ្នងទំហំសរុបស្មើនឹង 14,700 ម៉ែត្រក្រឡាមន្ទីរពេទ្យនេះបានក្លាយជាមណ្ឌលផ្ដល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង 60,000 នាក់ដែលរស់នៅក្នុងស្រុកស្អាងស្រុកកោះធំស្រុកលើកដែកនៃខេត្តកណ្ដាលនិងស្រុកព្រៃកបាស់នៃខេត្តតាកែវនិងតំបន់ជុំវិញ។